បងហេតុអី Sky Villa មួយនេះតម្លៃរហូតដល់2លានកន្លះបងបាទនេះទេសភាពឃើញទេសភាពនេះតែក្រុងឃើញទីក្រុងអត់នេះទេសភាពទីក្រុងនេះហើយមានទន្លេទៀតទន្លេ4មុខឃើញទន្លេ4មុខហើយកោះពេជ្របាទមើលទឹកទន្លេឃើញនេះទឹកទន្លេនេះបាទមកនេះ living room ដ៏ធំទន្លេ living room នេះគឺសម្រាប់ទទួលភ្ញៀវសម្រាប់ទទួលភ្ញៀវហើយ living room គឺមានទំហំធំហើយអាចអង្គុយបាន10នាក់បាទហើយអង្គុយប៉ុណ្ណឹងស្ទើរផងកាប់ include ទាំងអស់កាប់ include អស់ប៉ុន្តែលើកលែងតែអ្នកអង្គុយបាទមកនេះជាក្រានបាទជាក្រានហើយជាក្រានគឺមានមកចប់បងមករៀបចំមកស្អាតមកចប់ហ្មងហើយសិតប្រើឧបករណ៍ហើយសម្ភារៈដែលមានតម្លៃថ្លៃហើយនឹងទំនើបបាទហើយកន្លែងញ៉ាំបាយបានហើយ10នាក់បាទចង់ញ៉ាំបាយបាទហើយមាន island table នេះសម្រាប់អង្គុយលេងបាទមកប្រចាំនេះអាចអង្គុយអត់2នាក់ទៀត2នាក់ឃើញនេះ2នាក់វិញអង្គុយសាក់មើលនេះនេះអង្គុយរងចាំអីចឹងទៅហ្នឹងហើយមកនេះហើយដាក់ស្រាខំខ្លួននេះគឺទូឈៀលគឺមានសីតុណ្ហភាពត្រជាក់ដើម្បីដាក់ទៅរក្សាស្រាអាចនៅបានយូរបាទគុណភាពវាបាទនេះអានេះគឺជា study room ឬក៏បន្ទប់ធ្វើការហើយឬក៏ហៅថា multi function room នេះអាចគួយធ្វើការបានអាចផ្កាយក៏បានអីក៏បានដែរនិយាយមើលទីភាពបដាអញ្ចឹងណាគឺលក្ខណៈពិសេសបាទហើយអ្វីដែលបានឃើញនេះគឺទាំងអស់នេះបាទអូខេមកនេះបន្ទប់ទឹកបន្ទប់គេងសម្រាប់អាចថាកូនឬក៏នៅជាមួយបាទសមាជិកគ្រួសារបាទទុយល្មមបាទនេះជា living room សម្រាប់គ្រួសារឬក៏ហៅថា family hall អញ្ចឹងនៅនេះគឺអាចមើលទីភាពបានទៀតបាទណែមើលទីភាពបានទៀតអង្គុយបដើមើលទីភាពបដើហើយអាចមើលទៅទូបានបដើអញ្ចឹងដែរបាទអញ្ចឹងអ្វីដែលមានក្នុងនេះគឺ include ទាំងអស់បាទ include ទាំងអស់មកហើយមានបន្ទប់គេមួយទៀតនេះបើនិយាយបើទៀតឥឡូវមើលខាងនេះមើលខាងនេះមកនេះដូចគ្នានិយាយទៅបន្ទប់គេនេះគឺមិនទុយបានទេវាសំល្មមអញ្ចឹងណាហ្នឹងហើយរាល់បន្ទប់នីមួយគឺមានបន្ទប់ទឹកហើយអ្វីដែលមើលឃើញក្នុងនេះគឺ include ទាំងអស់គឺមានទាំងអស់នេះបន្ទប់ទឹកបាទហើយមកមួយទៀតនេះខ្ញុំនៅមើល master bedroom នេះ master bedroom ផងប្រចូលមកទលាតែម្ដងមិនត្រូវទលាគឺមានតែទោះមើលទៀតហ្នឹងហើយមានទេសភាពមើលទៀតអញ្ចឹងណាហើយក្រៅពីហ្នឹងគឺមានwalk in closet មានកន្លែងដាក់អីវ៉ាន់បាទកន្លែងដាក់អីវ៉ាន់ហើយមានកន្លែងអតេសម្អាតខ្លួនហើយមានបន្ទប់ទឹកនេះគឺថាសម្ភារៈម៉ាបលថ្មម៉ាប់ហើយអ្វីដែលមានក្នុងនេះគឺសិតតែជាសម្ភារៈដែលមានតម្លៃថ្លៃហើយ bathtub នេះគឺងូតទៅបាន2នាក់បាទវាទំហំធំហើយ remove បាទនេះ steel ថ្មីបាទហើយនិយាយទៅគឺមានទំហំទូលាយបាទមកខ្ញុំលោកទៅមើលកន្លែងប្រាំបាទអញ្ចឹងយើងមានជីមមួយដែរជាកន្លែងប្រាំមួយបាទនេះជាកន្លែងប្រាំមួយបាទឥឡូវយើងមិនថាឆ្ងាយនៅនេះគឺថាចង់ហាត់ប្រាំនៅនេះក៏បានឬក៏ចង់ចោះទៅក្រោមកន្លែងនៅ facility នៅរបស់ condo នេះនៅខាងក្រោមមានប៉ុណ្ណេះនៅនេះអាចមានគ្រប់ទាំង sauna ទាំង steam បាទហើយមានកន្លែង massage បាទអញ្ចឹងមិនបាច់ទៅ massage នៅក្រៅនៅនេះមានស្រាប់តែម្ដងបាទជួយគ្នា massage ពីក្រៅមកបាទនេះចំណងមើលនេះគឺ story room បាទ story room អញ្ចឹងមាន story room រៀបចំមក play អញ្ចឹងយើងមាន laundry room ទៀតនេះ laundry room អញ្ចឹង laundry room គឺយើងមានមក play laundry room ហើយមកអញ្ចឹងអ្វីដែលបានឃើញមិញមាន master bedroom ដ៏ស្រស់ស្អាតធំស្អាតហើយមានកន្លែងហាត់ប្រាណ gym steam មក play ហើយមានបន្ទប់ដល់5បន្ទប់ហើយនឹងមាន study room មួយទៀតហើយនឹងមាន storage room ហើយនឹងមានអ្វីគ្រប់នេះហើយមាន living room 12ទទួលភ្ញៀវដល់2មើលទៅបានឃើញទាំង2មិនដែរតម្លៃ2លានកន្លះមិនដែរអញ្ចឹងយក2លានកន្លះមានអីបងបានច្រើននេះមើលទៀតបានច្រើនបងបាទខ្ញុំស្មានថា2លានកន្លះអត់មានអីហើយជាន់ទីម៉ែត្របងជាន់ទីម៉ែត្រចុះជាន់ទីម៉ែត្រនេះអានេះជាន់ទី46បាទអូជាន់46បាទអូនទៅបានមើល view ទៅឃើញបានឆ្ងាយហើយបានអីឃើញអត់មានបាំង view ខ្យល់ឃើញខ្យល់ហើយនៅនេះគឺអត់ចេះក្តៅទេខ្យល់មកណាបងណាបាទអត់ចេះក្តៅទេខ្យល់គឺលីសូអានេះណាបងនេះនៅមុខបន្ទប់យើងហ្នឹងឯងនេះនៅ living room នៅបន្ទប់ទទួលភ្ញៀវបាទអូចឹងខាងនេះរបស់យើងដែរ
បាទហ្នឹងអ្វីដែលមកឃើញនេះក្នុងនេះគឺទាំងអស់នេះគឺជាបាល់កានីមួយដែលមានការដិនបាទបាល់កានីដែលមានការដិនជាងឯងជាការដិនក៏បាន ហើយផ្កាទាំងអស់នេះឲ្យអត់បង បាទអ្វីដែលមកឃើញនេះអាចមានបានទាំងអស់ ឲ្យទាំងអស់ ឲ្យទាំងអស់ អូ2លានកន្លះបានទាំងអស់ហ្នឹង បានទាំងអស់បាទ អូមានអីថ្លៃបង បាទ បានមកកណោនោះណា ឃើញទេនៅជាន់ខ្ពស់អញ្ចឹងនៅជាន់ខ្ពស់ចង់ខ្ពស់ទំហំវារហូតដល់650ការ៉េ 650ក្រេ បាទ អូ 650ការ៉េបាទ ធំណាស់ ធំបាទ បាទធំ បាទវាជា Sky Mansion មួយហើយបាទបើនិយាយទៅវាជាវិមានលើអាកាសមួយបាទ អូ មិនដែរ2លានកន្លះ ទីតាំងបង ទីតាំងគឺ ផ្លេសួរទីតាំងមកតាមផ្លូវណាបង ទីតាំងគឺនៅជ្រោយចង្វាបាទជ្រោយចង្វាហើយនេះជាគម្រោងMorgan and Manson ជាគម្រោងមួយដែលនៅមាត់ទន្លេអញ្ចឹងយើងជាប់ទន្លេតែម្ដងបាទហើយបើនិយាយទៅយើងជិះពីស្ពានជ្រោយចង្វាមកឆ្លងមកកាច់តាមផ្លូវមកឃើញហ្នឹង អូ